ស្វែងយល់ពីរបៀបកាត់ប្លង់ដីប្លង់រឹងដោយខ្លួនឯងមានមនុស្សជាច្រើនតែងតែជួបនៅបញ្ហាលើដំណើរការនៃការកាត់ប្លង់ដីប្លង់រឹងនៅពេលដែលទិញឬក៏ត្រូវផ្ទេរពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ដំណើរការនៃការកាត់ប្លង់ដីអចលនទ្រព្យផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើមមកឈ្មោះអ្នកទិញហើយអ្នកមិនចង់ចំណាយប្រាក់ច្រើនក្នុងការស្នើសុំភ្នាក់ងារសុរិយោដីឲ្យជួយរត់ការឲ្យនោះអ្នកគួរស្វែងយល់ពីនីតិវិធីនៃការកាត់ប្លង់ដីប្លង់រឹងនេះឲ្យបានច្បាស់និងត្រូវធ្វើទៅតាមដំណាក់កាលរួមមានដូចខាងក្រោមដំណាក់កាលទី1អ្នកទិញត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធនិងសាក្សីម្នាក់ដោយភ្ជាប់ជាមួយប្លង់ដីច្បាប់ដើមអត្តសញ្ញាណប័ណ្ណឬសម្បត្តិកំណើតនិងសៀវភៅគ្រួសារថតចម្លងរួមទាំងអត្តសញ្ញាណប័ណ្ណអ្នកទិញក្នុងករណីអ្នកទិញនៅលាវត្រូវធ្វើលិខិតបញ្ជាក់ភាពនៅលាវភ្ជាប់ទៅជាមួយទៅទីស្នាក់ការសុរិយោដីស្រុកដើម្បីបំពេញលិខិតលក់ផ្ដាច់ឯកសារផ្ទេរសិទ្ធិរួចផ្តិតមេដាយយល់ព្រមទាំងអស់គ្នាបុគ្គលិកសុរិយោដីស្រុកជាអ្នកបំពេញលើឯកសារពាក់ព័ន្ធទាំងអស់នេះដំណាក់កាលទី2ក្រោយពីបំពេញលើលិខិតលក់ផ្ដាច់ឯកសារផ្ទេរសិទ្ធិនិងផ្តិតមេដាយចំពោះមុខបុគ្គលិកសុរិយោដីរួចបន្ទាប់មកម្ចាស់ដីឬអ្នកទិញត្រូវយកលិខិតលក់ផ្ដាច់ប្លង់ដីច្បាប់ដើមនិងឯកសារផ្ទេរសិទ្ធិទៅជួបមេភូមិដើម្បីសុំហត្ថលេខាពីគាត់រួចយកជួបមេឃុំដើម្បីសុំហត្ថលេខាបោះត្រាមេភូមិនិងមេឃុំមានសិទ្ធិហត្ថលេខានិងបោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉ុណ្ណោះហើយលោកអ្នកអាចជូនជាសគុណដល់ពួកគាត់ខ្លះទៅតាមសន្តានចិត្តនេះមិនមែនជាអំពើពុករលួយនោះទេបន្ទាប់មកទៀតត្រូវយកលិខិតលក់ដាច់ប្លង់ដីច្បាប់ដើមនិងឯកសារផ្ទេរសិទ្ធិទៅប្រគល់ជូនប្រធានមន្ទីរសុរិយោដីស្រុកវិញដើម្បីសូមហត្ថលេខាសម្រេចនិងបោះត្រាបញ្ចប់ការផ្ទេរសិទ្ធិត្រឹមស្រុកតម្លៃសេវាសុរិយោដីស្រុកគឺចំនួន 20,000 រៀលក្នុងដីមួយប្លង់បើទោះបីជាធំឬតូចប៉ុណ្ណាក៏ដោយដែលជាប្រភេទដីកសិកម្មត្រឹមដំណាក់កាលនេះអាចជាដំណាក់កាល 50% នៃដំណើរការផ្ទេរសិទ្ធិប៉ុន្តែប្លង់ដីដដែលគឺនៅតែជាប់ឈ្មោះម្ចាស់ដីដើមនៅឡើយគ្រាន់តែមានលិខិតផ្ទេរសិទ្ធិនិងលក់ផ្ដាច់អមជាមួយដោយស្របច្បាប់មានន័យអំណះអំណាងថាអ្នកបានទិញរួចហើយអ្នកអាចបន្តដំណើរការកាត់ប្លង់ដីមកជាឈ្មោះអ្នកដោយបន្តដំណាក់កាលចំពោះដំណាក់កាលចុងក្រោយប្រសិនបើអ្នកចង់បានឈ្មោះនៅលើប្លង់ដីដែលអ្នកបានទិញពីម្ចាស់ដើមដោយបដូរឈ្មោះកម្មសិទ្ធិពីម្ចាស់ដើមមកជាឈ្មោះអ្នកវិញម្ចាស់ដីឬក៏ជាអ្នកទិញត្រូវយកលិខិតលក់ផ្ដាច់ប្លង់ដីច្បាប់ដើមនិងឯកសារផ្ទេរសិទ្ធិដែលបានធ្វើរួចរាល់ពីមន្ទីរសុរិយោដីស្រុកយកទៅកាន់មន្ទីរសុរិយោដីខេត្តដើម្បីត្រួតពិនិត្យឡើងវិញនិងបោះត្រាបញ្ជាក់ថាមានឯកសារបញ្ជាក់លិខិតស្នាមគ្រប់គ្រាន់និងអនុវត្តគ្រប់តាមនីតិវិធីរួចត្រូវយកលិខិតលក់ផ្ដាច់ប្លង់ដីច្បាប់ដើមនិងឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រាប្រាក់ 4% នៃតម្លៃដីតាមច្បាប់កំណត់នៅអគ្គនាយកដ្ឋានពន្ធដារខេត្តដោយរងចាំរយៈពេល1ខែដើម្បីវាយតម្លៃដីក្នុងតំបន់បន្ទាប់ពីវាយតម្លៃដីនិងគណនាពន្ធប្រថាប់ត្រារួចខាងអគ្គនាយកដ្ឋានពន្ធដារខេត្តនឹងតាក់ទងទៅម្ចាស់ដីឬអ្នកទិញដើម្បីមកបង់ពន្ធប្រថាប់ត្រា 4% រួចក៏ដកយកលិខិតលក់ផ្ដាច់ប្លង់ដីច្បាប់ដើមនិងឯកសារផ្ទេរសិទ្ធិត្រឡប់មកវិញបន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួចម្ចាស់ដីឬអ្នកទិញត្រូវយកលិខិតលក់ផ្ដាច់ប្លង់ដីច្បាប់ដើមនិងលិខិតផ្ទេរសិទ្ធិនោះទៅមន្ទីរសុរិយោដីខេត្តវិញដើម្បីចុះហត្ថលេខានិងបោះត្រាសម្រេចដោយជោគជ័យពីប្លង់ដីឈ្មោះម្ចាស់ដើមមកឈ្មោះអ្នកទិញដោយបង់ថ្លៃសេវាចំនួន 20,000 រៀលដើម្បីចែងជាប្លង់ដីថ្មីជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញសូមបញ្ជាក់ថារយៈពេលទទួលបានប្លង់នៅក្នុងអំឡុងគឺប្រហែល 6 ខែ